ឬក៏អាចយកឈ្នះជួយទួនហើយក៏ទាត់ជើងក្រោមខៅស្ដាំមួយសងវិញវែងល្អណាស់ចូលមកលើប្រយ៉ាហើយក៏ធាក់ថែមទៀតចៃដែនមិនណយប្រហែលដែរទេចាញ់កម្ពស់គេក៏មិនដែរមើលទៅដូចជាបើនិយាយអំពីកម្ពស់នៅក្នុងប្រវត្តិនេះគឺថាស្មើគ្នាទេបាទកម្ពស់1.9 ម៉ែត្រដូចគ្នាប៉ុន្តែដល់មើលផ្ទាល់បានជាមហាតថៃខ្ពស់ជាងបន្តិចបាទខ្ពស់ដោយសារសក់គេប៉ះឡើងលើឬក៏យ៉ាងម៉េចមិនដឹងដែរបាទជង្គង់មួយចាប់កាច់ត្រូវបានលោកបញ្ញាកណ្ដាលវត្តញែកក្រោមទុតឆ្វេងមកជើងទៀតមកលើក្នុងគូផងប្រូអីយ៉ាខណៈដៃឆ្វេងមកវិញរហ័សគ្រាន់បើបាទមិនធម្មតាទេប្រយ័ត្នទុតក្រោមមកមុខស្នងអរគុណណាស់ដល់បងប្អូនយើងបាទដែលអូយទាត់គេជួយជើងខ្លួនឯងថាមែនបាទយើងឃើញហើយកីឡាករកម្ពុជាយើងបានរួមឲ្យភាគច្រើនគាត់មានបញ្ហាផ្នែកជើងនឹងតែម្ដងបាទទាត់ខ្មងបាទឥឡូវនេះជួយជើងឆ្វេងកំពុងតែកលបាទ9 10មិនអាចបន្តការប្រកួតកើតទៀតទេបាទទាត់គេដល់ទាត់គេទៅវាចំមកកន្លែងខ្លឹមបាទចុកខ្លួនឯងជួយខ្លួនឯងអីយ៉ាខាងនោះក៏ខ្ញោចតិចដែរអូបាទខ្ញោចក៏ប៉ុន្តែនៅដើររួចបាទប៉ាប្រយ៉ាក់បាទនៅដើរប៉ាំងពីកបាទមួយជើងមិញនេះមិនធម្មតាទេបាទកុងស្មងឥឡូវនេះបាទមករាជួយបាទplay រូបភាពយឺតបន្តិចមកបាទឥឡូវនេះលោកគ្រូពេទ្យបាទមិនទាន់ឡើងទៅទេក៏ប៉ុន្តែអ្នកឲ្យទឹកខាងកីឡាករថៃបាទកំពុងតែឡើងទៅពិនិត្យមើលបាទកន្លែងដែលត្រូវហ្នឹងបាទហើយក៏អរគុណបងប្អូនយើងដែរបាទចូលរួមដល់ការលើកទឹកចិត្តថ្ងៃនេះគាត់បានបរិច្ចាគជាថវិកាជួយដល់កីឡាកររបស់យើងមានបឺតចើកហើយនឹងឡាវស៊ីណាដែលគាត់មានបញ្ហាជើងបាទក្នុងការប្រកួតកន្លងមកឥឡូវនេះឃើញថាឈឿនឆៃដែនមួយទៀតហើយបាទបញ្ហាជើងដែរបាទនេះភ្លាមហ្នឹងអត់ទាន់ឈឺទេបាទដល់ដើរចូលអូដាក់គូតមកបន្ថែមគ្នាទៀតបាទតាមពិតទៅថយយកឲ្យឡង់ដាក់គូនអង្គុយហ្នឹងបើដាក់មិនទាន់ថែមមកជើងទៀតល្មមបង្គោលខៀវគេបាទលទ្ធផលគេបង្គោលខៀវបាទប្រយ័ត្នបាទឈ្នះទី1ឈឿនឆៃដែនដោយ